ទឹកផុស5ពីពណ៌ឬអន្លង់ទឹកផុស5ពីពណ៌គឺជាកន្លែងធម្មជាតិដ៏ពិសិដ្ឋនិងមានអាថ៌កំបាំងមួយនៅលើភ្នំគូលែនខេត្តសៀមរាបកម្ពុជាវាមិនមែនជាជ្រោះធំដូចជ្រោះល្បីនោះទេប៉ុន្តែជាអន្លង់ទឹកដែលទឹកផុសឡើងពីក្រោមដីហើយត្រូវបានគេនិយាយថាមានពណ៌ផ្សេងគ្នាដែលធ្វើឲ្យវាមើលទៅដូចមាន5ពីពណ៌តាមរយៈការឆ្លុះបញ្ចាំងពន្លឺឬសារធាតុធម្មជាតិក្នុងទឹកទីតាំងនេះស្ថិតនៅផ្នែកខាងលើភ្នំគូលែនជិតចម្លាក់លឹង1000ឬក្នុងតំបន់ព្រៃក្រាស់និងមានភាពស្ងប់ស្ងាត់ខ្លាំងវាត្រូវបានចាត់ទុកជាកន្លែងស័ក្តិសិទ្ធិបំផុតមួយនៅលើភ្នំគូលែនដែលពោរពេញដោយជំនឿអរូបីនិងបារមីផ្លូវកាយប្រវត្តិនិងរឿងរ៉ាវគ្មានឯកសារប្រវត្តិសាស្ត្រច្បាស់លាស់ឬការបរិច្ឆេទជាក់លាក់នោះទេប៉ុន្តែទឹកផុសនេះត្រូវបានលើកឡើងក្នុងការនិទាននិងជំនឿប្រជាប្រិយខ្មែរថាជាប្រភពទឹកពិសិដ្ឋដែលហូរចេញពីបាតភ្នំថ្មខ្មៅឬថ្មធម្មជាតិហើយទឹកផ្លាស់ប្ដូរពណ៌តាមរដូវកាលខួបប្រាំងនិងខួបវស្សាមនុស្សជាច្រើនជឿថាទឹកនេះមានឫទ្ធានុភាពខ្លាំងអាចផ្ដល់សេចក្តីសុខសុខភាពឬសំណាងល្អដែលធ្វើឲ្យវាក្លាយជាកន្លែងសក្ការៈបូជាមានរឿងរ៉ាវពីអ្នកភូមិនិងអ្នកទេសចរថាកន្លែងនេះមានបារមីខ្លាំងហើយពេលខ្លះត្រូវបានគេនិយាយថាមានក្រុមជនជាតិសៀមមកធ្វើពិធីសាសនាចម្លែកដើម្បីឆក់បារមីចេញដូចករណីឆ្នាំ2014ដែលធ្វើឲ្យប្រជាជនខ្មែរមួយចំនួនព្រួយបារម្ភអំពីការការពារទីស័ក្តិសិទ្ធិភ្នំគូលែនទាំងមូលជាទីកន្លែងកំណើតអាណាចក្រខ្មែរឆ្នាំ802នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី2ដូច្នេះទឹកផុសនេះក៏ត្រូវបានភ្ជាប់ជាមួយនឹងអាថ៌កំបាំងបុរាណនិងថាមពលធម្មជាតិផងដែររូបភាពទឹកផុស5ពីពណ៌និងភាពស្រស់ស្អាតនៃភ្នំគូលែននេះជារូបភាពបង្ហាញពីភាពស្រស់ស្អាតធម្មជាតិនិងទឹកផុសជ្រោះនៅលើភ្នំគូលែនរឿងនេះមានកំណែខុសគ្នាបន្តិចបន្តួចប៉ុន្តែស្នូលដដែលវាជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរជាពិសេសនោះសូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរប្រសិនបើមានពាក្យពេចន៍ឬក៏ខុសឆ្គងដោយពាក្យសម្ដីណាមួយ